និងស្រាបៀរកម្ពុជាជាច្រើនរង្វាន់ទៀតដោយឡែកក្រុមហ៊ុន Faircard បានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនក្នុងសប្តាហ៍ទី3ដែលបានឈ្នះរង្វាន់ចំនួនទឹកប្រាក់1លានរៀលជារៀងរាល់ខែពេញមួយជីវិតក្រុមហ៊ុន Faircard បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអតិថិជនក្នុងសប្តាហ៍ទី3ដែលឈ្នះរង្វាន់ទឹកប្រាក់1លានរៀលជារៀងរាល់ខែរហូតពេញមួយជីវិតពីកម្មវិធីបញ្ចូលទឹកប្រាក់របស់ក្រុមហ៊ុន Faircardអ្នកដែលឈ្នះរង្វាន់ក្នុងសប្តាហ៍ទី3គឺឈ្មោះជាសម្បត្តិភេទប្រុសរស់នៅសង្កាត់ផ្សារដើមកខណ្ឌទួលគោករាជធានីភ្នំពេញជាអតិថិជនដែលឈ្នះរង្វាន់ទឹកប្រាក់ក្រុមហ៊ុន Faircard ចំនួន1លានរៀលជារៀងរាល់ខែពេញមួយជីវិតលោកជាសម្បត្តិបានសម្ដែងនូវការសប្បាយរីករាយត្រេកអរយ៉ាងខ្លាំងហើយគាត់បាននិយាយថាពីមុនរូបគាត់មិនជឿនៅការឈ្នះរង្វាន់នេះទេជាក់ស្ដែងនៅក្នុងកម្មវិធីបញ្ចូលទឹកប្រាក់របស់ក្រុមហ៊ុន Faircard នៅក្នុងសប្តាហ៍ទី3នេះគាត់គឺជាអតិថិជនទី3ដែលមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុន Faircard ក្នុងចំណោមអ្នកដែលមានសំណាង4នាក់លោកជាសម្បត្តិនឹងយកទឹកប្រាក់ដែលឈ្នះមកជួយសម្រួលបន្ថែមលើជីវភាពក្នុងក្រុមគ្រួសាររបស់គាត់ពិសេសសម្រាប់ផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗនិងការចំណាយផ្សេងៗបន្ទាប់ពីគាត់មានវ័យចាស់ក្នុងពិធីនោះដែរលោកជាសម្បត្តិបានអំពាវនាវដល់បងប្អូនដែលជាអតិថិជន Faircard ឲ្យចូលរួមសងសំណាងដោយគ្រាន់តែចូលជាមួយនឹងកម្មវិធីបញ្ចូលទឹកប្រាក់ដើម្បីឈ្នះរង្វាន់1លានរៀលជារៀងរាល់ខែពេញមួយជីវិតដូចរូបគាត់សម្បត្តិឈ្មោះជាសម្បត្តិអាយុ32ឆ្នាំនៅផ្ទះស្នាក់នៅផ្ទះលេខ35សង្កាត់ផ្សារដើមគោកខណ្ឌទួលគោករាជធានីភ្នំពេញខ្ញុំបាទឈ្នះរង្វាន់ពី Faircard 1លានរៀលរៀងរាល់ខែពេញមួយជីវិតបាទនេះជារង្វាន់ពិតប្រាកដមែនបាទអតិថិជនចង់ត្រូវរង្វាន់ដូចខ្ញុំបាទសូមបញ្ចូលទឹកប្រាក់ជារៀងរាល់ថ្ងៃទៅនឹងអាចមានសំណាងដូចខ្ញុំបាទហើយដើម្បីឈ្នះរង្វាន់1លានរៀលជារៀងរាល់ខែពេញមួយជីវិតពីកម្មវិធីបញ្ចូលទឹកប្រាក់គឺគ្រាន់តែបញ្ចូលទឹកប្រាក់ឲ្យកាន់តែច្រើននោះឱកាសឈ្នះរង្វាន់ក៏មានកាន់តែច្រើនផងដែរសូមបញ្ជាក់ថាការផ្ដល់រង្វាន់ចុងក្រោយនៅពុំទាន់ដឹងនៅឡើយទៅលើអតិថិជនណានោះទេតែលទ្ធផលនឹងបង្ហាញនៅសប្តាហ៍ក្រោយក្នុងកម្មវិធីព័ត៌មានរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ប្រជាជនកម្ពុជាកាន់តែ